បាទជំរាបសួរកូនអរគ្នាវិញជួបនៅលោកគ្រូម្ដងទៀតហើយអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អនៅថ្ងៃនេះថ្ងៃនេះលោកគ្រូបានលើកយកនៅមេរៀនទី18ដែលតេតោជាមួយនឹងព្រឹត្តិការណ៍ពិតនិងព្រឹត្តិការណ៍ប្រឌិតតោះជាងយើងទៅដឹងអំពីចំណុចនីមួយៗនៃព្រឹត្តិការណ៍ពិតហើយនិងព្រឹត្តិការណ៍ប្រឌិតចឹងនេះគឺជានិយមន័យនៃព្រឹត្តិការណ៍ពិតចឹងព្រឹត្តិការណ៍ពិតគឺជាហេតុការណ៍ឬសភាពដែលកើតមានឡើងបច្ចៈស្ដែងនៅក្នុងសង្គមគេអាចបញ្ជាក់បានពីហេតុការណ៍មនុស្សពេលវេលានិងទីកន្លែងពិតប្រាកដប្រកបជាឧទាហរណ៍ប្រាសាទព្រះវិហារជាមរតកដ៏មានតម្លៃបំផុតនៃព្រះរាជាណាចក្រកម្ពុជាប្រាសាទនេះត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅទីក្រុងគេមិចប្រទេសកាណាដានេះជាមោទនភាពមួយរបស់ជាតិយើងតោះចឹងយើងទៅដឹងអំពីចំណុចឬមកក៏ការបង្ហាញអំពីព្រឹត្តិការណ៍ពិតនៅក្នុងឧទាហរណ៍នេះព័ត៌មានខាងលើបង្ហាញអំពីពេលវេលាទីកន្លែងនិងព្រឹត្តិការណ៍ពិតប្រកបដោយដែលគេអាចបញ្ជាក់បាននៅក្នុងប្រទេសកម្ពុជានិងទីក្រុងគេបិចប្រទេសកាណាដានេះជាព្រឹត្តិការណ៍បើជើងវាបង្ហាញអំពីពេលវេលាទីកន្លែងដូចជាប្រទេសកម្ពុជានិងទីក្រុងគេបិចនេះជាឬមួយក៏ប្រទេសក្នុងប្រទេសកាណាដាដែលបង្ហាញអំពីព្រឹត្តិការណ៍ពិតប្រាកដតោះឈ្មោះទៅមើលមួយទៀតអំពីព្រឹត្តិការណ៍ប្រឌិតព្រឹត្តិការណ៍ប្រឌិតគឺជាហេតុការណ៍ឬសកម្មភាពដែលប្រឌិតឡើងទៅតាមគំនិតយល់ឃើញរបស់គេដោយពុំមានកើតឡើងពិតជាក់ស្ដែងនៅក្នុងសង្គមឡើយវាពុំមានបញ្ជាក់ពីហេតុការណ៍មនុស្សពេលវេលានិងទីកន្លែងច្បាស់លាស់ដែរជាមើលឧទាហរណ៍ការកន្លងទៅមានត្រីចម្ពុះដាវជាច្រើនមកកកកុញនៅសតកកកុញក្នុងទឹកសមុទ្រជុំវិញប្រទេសសង្ហបុរីចឹងអ្នកស្រុកនិងអ្នកនេសាទមិនហ៊ានចូលទៅក្នុងសមុទ្រឡើយព្រោះខ្លាចត្រីទាំងនោះចាក់សម្លាប់ស្ដេចបានបញ្ជាទីហ៊ានឲ្យទៅសម្លាប់ត្រីទាំងនោះតែទទួលបរាជ័យជាច្រើនលើកដោយត្រូវត្រីចាក់សម្លាប់នៅរបួសជាច្រើនឃើញហេតុការណ៍បែបនេះក្មេងប្រុសម្នាក់បានទូលស្ដេចឲ្យយកដើមចេកមកតម្រៀបតាមឆ្នេរសមុទ្រស្ដេចបានបញ្ជាឲ្យទាហានធ្វើតាមពាក្យក្មេងនោះនៅពេលរលកបក់ទឹកសមុទ្រវានាំត្រីចម្ពុះដាវមកចាក់ជាប់នឹងដើមចេកទាំងនោះជាយើងមើលឧទាហរណ៍តើវាបានបង្ហាញអំពីអីគេខ្លះវាមានបានបញ្ជាក់អំពីការហេតុការណ៍ឬមកក៏មនុស្សឬមកក៏ពេលវេលាឬមកក៏ទីកន្លែងច្បាស់លាស់ដែរទេជាងនៅក្នុងឧទាហរណ៍នេះគឺវាបង្ហាញអំពីហេតុការណ៍ឬមកក៏មនុស្សឬមកក៏ពេលវេលាឬមកក៏ទីកន្លែងច្បាស់លាស់នោះតែជាងឧទាហរណ៍នេះគឺជាឧទាហរណ៍នៃព្រឹត្តិការណ៍ប្រឌិតជាងសម្រាប់មេរៀនរបស់លោកគ្រូនៅថ្ងៃនេះក៏ដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានសូមព្រះប្រទានពរ